សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងវិលត្រឡប់មកជួបគ្នាម្ដងទៀតហើយថ្ងៃនេះដែរគឺយើងនឹងសិក្សាអំពីចំនួន complex ជាទម្រង់ត្រីកោណមានអូខេអញ្ចឹងយើងបានសិក្សាចំនួន complex ជាទម្រង់បេក្ខនិតរួចមកហើយនៅវីដេអូមុនដែលយើងដោះស្រាយលំហាត់ជាច្រើនជាមួយគ្នាហើយថ្ងៃនេះដែរគឺយើងនឹងសិក្សាអំពីចំនួន complex ដែលជាទម្រង់ត្រីកោណមានអូខេអញ្ចឹងយើងចាប់ដើមមេរៀនរបស់យើងហើយនឹងលំហាត់ឧទាហរណ៍អូខេទីថាយើងមានចំនួន complex z ស្មើជាមួយនឹង a បូក be នេះគឺជាទម្រង់បេក្ខនិតអូខេទម្រង់បេក្ខនិតអាចសរសេរជាទម្រង់កអនៃ a b ដែល a ស្មើជាមួយនឹង a cos delta និង b ស្មើជាមួយនឹង a sin delta លោកបងប្អូនទាំងអស់គ្នាតកតងជាមួយនឹងរូបមន្តយើងទាំងអស់នេះអញ្ចឹងយើងបាន z ស្មើជាមួយនឹង a បូក be ស្មើឲ្យ a cos delta ដោយសារតែ a ស្មើ a cos delta បូកជាមួយនឹង e sin delta យើងជំនួសចូលនៅក្នុងនេះមកអូខេយើងបានប៉ុណ្នេះតោះមកយើងចាប់ a ចេញចាប់ a ចេញ a កតាឲ្យ cos delta បូក e sin delta ដែលទម្រង់បែបនេះគឺជាទម្រង់ត្រីកោណមាននៃចំនួន complex អូខេបងប្អូនទម្រង់នេះគឺជាទម្រង់ត្រីកោណមាននៃចំនួន complex ទម្រង់នេះគឺជាទម្រង់បេក្ខនិតនៃចំនួន complex អូខេអញ្ចឹងយើងមានចំនួនបន្ទាត់នៃចំនួន complex a បូក be បែបនេះដែល a គឺជា modul នៃចំនួន complex ដែលជាប្រវែង hypotenuse របស់ត្រីកោណនេះអូខេ a គឺជាជ្រុងនៃផ្នែកបិទរបស់ត្រីកោណនេះគឺជាជ្រុងនេះអូខេរីឯ b គឺជាផ្នែកនិមិត្តគឺជាជ្រុងឈមនៃមុំ delta អញ្ចឹងដើម្បីរក a ស្មើជាមួយនឹង a cos delta ដែលសារ a គឺជាជ្រុងជាប់អញ្ចឹងយើងបានសេថា a ស្មើជាមួយនឹង a cos delta ដែល a ហ្នឹងគឺជា model នៃចំនួន complex យើងបានសិក្សារួចហើយរីឯ b គឺជាជ្រុងឈមអញ្ចឹងជ្រុងឈមយើងប្រើ sin ស្មើនឹង a sin delta អញ្ចឹងរូបមន្តនេះគឺបានមកពីយើងមើលត្រីកោណនេះបែបនេះមានផ្នែកបិទផ្នែកនិមិត្តហើយនឹង model ហើយនឹងអាគុយម៉ង់ data ហ្នឹងគេហៅថាអាគុយម៉ង់នៃ complex យើងបានបែបនេះអូខេសង្ឃឹមថាបងប្អូននឹងយល់ហើយបើសិនជាអត់ទាន់យល់ទេយើងនឹងដោះស្រាយលំហាត់ច្បាស់ជាមួយគ្នាអូខេអញ្ចឹងខ្ញុំសង្ខេបមកវិញទម្រង់ត្រីកោណមាននៃចំនួន complex យើងកំណត់ដោយ z ស្មើជាមួយនឹង a កតាឲ្យ cos delta បូក e sin delta នេះជាទម្រង់ត្រីកោណមានរបស់ចំនួន complex ដែល a ស្មើជាមួយនឹងឫសការ៉េនៃ a ការ៉េបូក b ការ៉េគឺជា modul នៃចំនួន complex យើងបានសិក្សារួចហើយនឹង cos delta នេះ cos delta ស្មើនឹង a លើ a sin delta ស្មើនឹង b លើ a ដែល delta ហ្នឹងគឺជា a គុយម៉ង់នៃចំនួន complex delta ហ្នឹងគឺជា a គុយម៉ង់នៃចំនួន complex អូខេអញ្ចឹងដើម្បីកាន់តែច្បាស់បងប្អូនដោះស្រាយលំហាត់ជាមួយគ្នាខ្ញុំមានលំហាត់ 3-4 លំហាត់ដែរមានលំហាត់កខកខហើយលំហាត់ខនេះគឺវាប្លែកបន្តិចវាមានតែផ្នែកនិមិត្តទេអញ្ចឹងយើងចាំដោះស្រាយលំហាត់ទាំងអស់ហ្នឹងជាមួយគ្នាអូខេអញ្ចឹងយើងចាប់ដើមលំហាត់កស្មើនឹងដក2បូក 2e អញ្ចឹងចំនួន complex នេះជាទម្រង់បេក្ខនិតទេអញ្ចឹងគេឲ្យសរសេរ a គុយម៉ង់នៃចំនួន complex អូខេជាដំបូងយើងត្រូវរក a គុយម៉ង់យើងអត់ទាន់សរសេរទៅជាទម្រង់ធរនិមិត្តទេយើងរៀនរក a គុយម៉ង់នៃចំនួន complex សិនអញ្ចឹង a គុយម៉ង់គឺជា data មិញហ្នឹងបែបនេះនេះ data នេះគេចង់បាន data នេះអញ្ចឹងយើងត្រូវរក data ហ្នឹងអញ្ចឹងដើម្បីរក data ហ្នឹងគឺយើងត្រូវប្រើរូបមន្តនេះ cos delta ស្មើ a លើ a sin delta ស្មើ b លើ a អូខេអញ្ចឹង a យើងមាន b យើងមានហើយតែយើងអត់ទាន់ស្គាល់ a ទេយើងត្រូវរក a សិនអញ្ចឹងយើងដោះស្រាយលំហាត់ជាមួយគ្នាអញ្ចឹង a របស់យើងគឺស្មើជាមួយនឹងឫសនៃ a ការ៉េបូក b ការ៉េយើងបានសិក្សារួចហើយអានេះគឺជា modul នៃ complex ស្មើជាមួយនឹងឫសការ៉េនៃ a ការ៉េបូក b ការ៉េអញ្ចឹង a ការ៉េស្មើ4 b ការ៉េស្មើ4អញ្ចឹង4បូក4យើងបាន8អញ្ចឹងឬ8យើងអាចចេញបាន2ឬ2ដោយសារ8ស្មើ4គុណ2ផងណាបងប្អូនអញ្ចឹង a ស្មើនឹង2ឬ2អញ្ចឹងយើងទាញបាន cos delta រូបមន្តរបស់យើងគឺ cos delta ស្មើនឹង a លើ a យើងគឺដក2 a យើងគឺ2ឬ2អូ
cái chân dương bạn đọ pi là pi chẳng pi mùi pi dương bạn rước pi là dương mùi pi dương bạn môi là pi mình ta dương con đừng rước pi trong bay mặt radical con chụp một rước pi mới dương rước pi con rước pi dương bạn rước pi cái đấy dương chân mà bạn pi chừng này ai pi dớt môi con rước pi dương bạn rước pi chẳng dương ba sẽ thá rước pi là pi chẳng cô data mà nắng đo rước pi là pi ok đó nó snake data mà nắng bay là e ok tại sao b cứ chỉ chung chóm nhưng phần một xin a cứ chỉ chung chóp nhưng phần một cột ok nhưng chạm được một nắng đó nhưng b và vẫn cứ pi e cứ pi được pi chẳng như bạn pi là pi được pi chẳng pi mùi pi nhưng bạn môi là được pi tái để ra dân một mặt radical trên phía bánh dân thật con đừng luôn về chẳng vì dân nên rước pi dân thật con đừng rước pi nhưng bạn rước pi chai nắng pi ok chẳng có mà có data mà đọ rước pi là pi snake data mà nâng rước pi là pi chẳng dân ai tin họ đầy đăng thà có mà pan nắng xin mà pan nắng ta data mà màn chẳng cứ nhom năng bình thường bốn tẹt to năng được biết bro mông data tiếp theo dân miền buôn gạt trắng ok gạt trắng tí muối gạt trắng tí pi gạt trắng tí bấy gạt trắng tí buồn gạt trắng tí muối chập đang bị sâu từ đó cao sấp gạt trắng tí pi chập đang bị cao sấp mà đó rồi pet degree hai gạt trắng tí bấy chập đang bị rồi pet mà pi rồi chất hay gạt trắng tí buôn chập đang bị pi rồi chất máu bay rồi học bạn này dừng vơ mà chúng một chùm nó cứ bay rồi học sấp degree hãy chạy chị buôn gạt trắng đại gạt trắng thì muối miên nằm lại cao sấp degree ok dân dân mơ thà gạt trắng thì muối đi từ đây ní cứ tầm nàng hỏi cổ tí chó cứ xin chẳng có đấy xin chờ có đấy xin chờ dân con này gạt trắng thì muối có miên tầm lại với chấm miền phối chấm lại so nó ní cứ nơi khác đám cứ với chấm miền chấm này ai xin câu với chấm miền này từ lờ từ cóng ban ạ với chấm miền từ lờ với chấm miền dân gạt trắng thì muối có miên tầm lại với chấm miền xin đi miên váy với chấm miền này chấm này ai gạt trắng thì pí có cứ ạ với chấm miền xin đi cứ với chấm miền gạt trắng thì bấy có ạ với chấm miền xin đi có ạ với chấm miền này chấm này gạt trắng thì bốn có với chấm miền xin đi ạ với chấm miền ok anh ấy cứ chia cái tí ho dương priệp thiệt tình năng tầm lại này bật tuột môi đại chấm nói sau nơi chia chấm nói cho sập này ní nơi càng đam đáy vi với chấm miền nơi càng chuyển đáy ạ với chấm miền nơi càng lơ với chấm miền nơi càng căng ạ với chấm miền ok nhưng với chấm miền ạ với chấm miền nó dương phờ làm mấy ấy dương mà mơ tầm lại nè có data vi chia tầm lại ạ với chấm miền xin đi data vi chia tầm lại với chấm miền chân nó bây giờ cô ạ với chấm miền xin đi với chấm miền dương cho cả trọng tim mạn dương mơ thất thì môi thì pi thì bấy rồi có thì buồn để cô miền tầm lại ạ với chấm miền xin đi miền tầm lại với chấm miền dẫn cô ạ với chấm miền miền hai cô màu chuối xin đi với chấm miền xin đi với chấm miền dẫn dương cho cả trọng thì pi ok cô ạ với chấm miền xin đi với chấm miền dương cho cả trọng thì pi dẫn cả trọng thì pi nhưng mơ tiệt tầm lại và dẫn cứ rước pi là pi chẳng rước pi là pi cứ bia mông bị xé bỏ vía cứ mông sai sập hẻm thật cứ phay là buồn nhưng mà rước pi là pi và tai vía được ra là cho cả trắng thì pi vì mẹ phay là bốn cứ nơi không cả trắng thì mùi tai là sai cả trắng thì pi vì mình chỉ phay là buồn này chẳng phía do bỏ vía đầm lại với cái tôi trên phía bay mũi ok chẳng dương bán bay lại buồn để tao với mông mà với cứ bay lại buồn vì mình phay lại buồn đấy con tay bay phay lại buồn ok để ra tại nhưng mà sẽ là nhìn đá để ra là cô để tá vì ảo với chấm miến xin đây để ta vì với chấm miến chẳng vì thật là không cần trọng tí pi hơi nó không cần trọng tí pi nên tiết sót phía gió tô chiên phía bánh mùi lầy bà dân chỉ vì phay lực buồn giống như này thế bay phay lực buồn bấy vì tôi chẳng buồn mà lấy ok dân dân ai tiền bán để tá mà đằng bay phay lực buồn ok để tá mà đằng bay phay lực buồn toán ấy bốn nhưng anh mơ lại lấy đã nhóm đã oi nick các bạn này
cứ 5 phai lên 6 បើសិនជាផៃលើ 6 យើងបាន 5 ផៃលើ 6 ផៃលើ 4 យើងបាន 3 ផៃលើ 4 ផៃលើ 3 យើងបាន 2 ផៃលើ 3 ភាគយកតូចជាងភាគបាញ់មួយលេខអូខេអានេះគឺកាត្រង់ទី 2 អញ្ចឹងយើងអាចឆ្លើយបានថាដូចនេះ argument data ស្មើជាមួយនឹង 3 ផៃលើ 4 ប៉ុន្តែយើងកុំភ្លេចបូកជាមួយនឹង 2 ការផៃដែលការហ្នឹងគឺជារបស់ z អូខេយើងកុំភ្លេចបូក 2 ការផៃគ្រប់សំណួរដែលគេចង់បាន argument ទាំងអស់អូខេលំហាត់កចាប់ហើយលំហាត់ខ w ស្មើជាមួយនឹងដក 4 ឬ 3 បូកឲ្យ 4 4e អញ្ចឹងជាដំបូងយើងត្រូវរកmodel នៃ complex ហ្នឹងសិនតែ r ស្មើជាមួយរឹសនៃ a ការ៉េបូក b ការ៉េ a ការ៉េយើងពេលហ្នឹងគឺ 4 ឬ 3 អញ្ចឹង a ការ៉េលើកជាការ៉េមកយើងបាន 4 ឬ 3 លើកជាការ៉េបូកឲ្យ b ការ៉េគឺ 4 ការ៉េអូខេអញ្ចឹងយើងកណនាលេខ 4 ការ៉េយើងបាន 16 ឬ 3 លើកជាការ៉េយើងដាច់ឬ 16 គុណ 3 យើងបានប៉ុន្មានយើងបាន 48 អានេះ 4 ការ៉េទៀតយើងបាន 16 អញ្ចឹងយើងបូកចូលគ្នាមក48 បូក 16 យើងបាន 64 64បញ្ចេញពីរឹសបាន 8 អញ្ចឹង 8 ដល់ 64 ណាយើងបញ្ចេញពីរឹសមកបាន 8 បន្ទាប់ពីយើងរក r ឃើញយើងរក cos data និង sin data យើងប្រើរូបមន្តរបស់យើងមកដែល cos data ស្មើនឹង a លើ r a យើងគឺ 4 ឬ 3 r យើងគឺ 8 អញ្ចឹងយើងបាន 4 ឬ 3 ចែកនឹង 8 4 ចែកនឹង 8 យើងបានយើងសម្រួលទៅសល់ 2 អញ្ចឹងឬ 3 លើ 2 ចំណែកឯ sin data ស្មើនឹង 3 លើ r ដែល b យើងគឺ 4 r យើងគឺ 8 អញ្ចឹង 4 ចែក 2 សំទោស 4 ចែក 8 យើងបាន 1 លើ 2 អូខេអញ្ចឹងយើងមកដល់ចំណុចនេះគឺជាចំណុចដើម្បីរកមុំ data របៀបរកមុំ data អូខេយើងមើលកាត្រង់របស់យើងមាន 4 កាត្រង់យើងបានយល់ហើយទាំងកុសទាំងស៊ីនគឺវិជ្ជមានទាំងពីរនៅពេលដែលកុសវិជ្ជមានស៊ីនវិជ្ជមានវាចូលកាត្រង់ទី 1 កុសវិជ្ជមានស៊ីនវិជ្ជមានកុសទិសដេកស៊ីនទិសជ្រៅអូខេកុស data ស្មើនឹងរឹស 3 លើ 2 ស៊ីន data ស្មើនឹង 1 លើ 2 តើមុំ data វាស្មើប៉ុន្មានវាចូលមុំពិសេសណាបងប្អូនកុសនៃប៉ុន្មានបានស្មើរឹស 3 លើ 2 ស៊ីននៃប៉ុន្មានបានស្មើ 1 លើ 2 អូខេអញ្ចឹងដោយសារខ្ញុំបានបញ្យល់ហើយកុសវិជ្ជមានស៊ីនកុសវិជ្ជមានវានៅក្នុងកាត្រង់ទី 1 អញ្ចឹងយើងទាញបាន data ស្មើនឹង π លើ 6 data ស្មើនឹង π លើ 6 អូខេអញ្ចឹង data ស្មើនឹង π លើ 6 កុស π លើ 6 ហ្នឹងគឺមុំ30ណាអូខេដោយសារ π 180 ចែក 6 យើងបាន 30 យើងព្រៀងផ្ទាល់មកវិញកុស π លើ 6 យើងបានបានឬ 3 លើ 2 កុស 30 ស្មើ 3 លើ 2 sin 30 ស្មើ 1 លើ 2 អញ្ចឹងមានន័យថា data របស់យើងគឺស្មើ 30 យើងអាចសេថា π លើ 6 អូខេវាចូលមុំពិសេសសង្ឃឹមថាបងប្អូននឹងយល់ពីមុំ 30 ស្មើប៉ុន្មានកុស 30 ស្មើប៉ុន្មានកុស 45 ស្មើប៉ុន្មានអាហ្នឹងគឺនៅលំហាត់នៅមេរៀនថ្នាក់ទី 11 បងប្អូនរៀនឲ្យអស់ហើយមកដល់នេះគឺយើងយកមកអនុវត្តហើយអូខេអញ្ចឹងចម្លើយរបស់យើងគឺ argument ស្មើជាមួយនឹង π លើ 6 បូក 2 ការ π ដែលការហ្នឹងគឺជារបស់ z អូខេលំហាត់ក z ស្មើជាមួយនឹងរឹសនៃដករឹស 2 ដកឲ្យ e ឬ 6 អញ្ចឹងយើងរក r មុនសិនមក r ស្មើនឹងរឹសនៃ a ការ៉េបូក b ការ៉េតែ a ការ៉េយើងដាច់ចេញមកយើងបាន 2 អានេះដាច់ចេញមកបាន 6 យើង 2 បូក 6 ស្មើ 8 8ចេញមកបាន 2 ឬ 2 អូខេ 2 ឬ 2 អញ្ចឹងយើងសរសេរមកកុសស្មើជាមួយនឹង a លើ r ដែល a ស្មើជាមួយនឹងដកឬ 2 r ស្មើ 2 ឬ 2 អញ្ចឹងឬ 2 ចែកឬ 2 មកសម្រួលគ្នាយើងបានដក 1 លើ 2 អូខេចំណែកឯសនេះស្មើ b លើ r ដែល b ស្មើដកឬ 6 អញ្ចឹងដកឬ 6 លើឲ្យ 2 ឬ 2 អញ្ចឹងឬ 6 ចែកឬ 2 យើងបានឬ 3 អញ្ចឹងឬ 3 លើ 2 យើងសង្កេតមើលថាកុសអវិជ្ជមានសនេះក៏អវិជ្ជមានតើចូលកាត្រង់ទីម៉ានទាំងកុសទាំងស៊ីនគឺអវិជ្ជមានទាំងកុសអវិជ្ជមានសនេះក៏អវិជ្ជមានអញ្ចឹងវាចូលកាត្រង់ទី 3 អូខេអញ្ចឹងកាត្រង់ទី 3 យើងមើលថាកុសនៃម៉ានដែលស្មើ1 លើ 2 សនេះនៃម៉ានដែលស្មើឬ 3 លើ 2 បងប្អូនអញ្ចឹងយើងមើលថាកុសវាអវិជ្ជមានសនេះវាអវិជ្ជមានវាស្ថិតនៅក្នុងកាត្រង់ទី 3 ហើយនៅក្នុងកាត្រង់ទី 3 ហ្នឹងភាគយកគឺធំជាងភាគបាញ់មួយលេខវិញ
បើសិនជាវានៅកត្រង់ទី2ភាគយកតូចជាងភាគ3ម្លេចតែនៅក្នុងកត្រង់ទី3ភាគយកធំជាងភាគ3ម្លេចវិញតែដោយសារថាកនៃម៉ានយើងត្រូវគិតថាកនៃម៉ានស្មើ1លើ2អញ្ចឹងច្បាស់ជាកនៃ60ហើយក60ស្មើ1លើ2សនិច60ស្មើឬ3លើ2អូខេអញ្ចឹង60ហ្នឹងយើងអាចសរសេរថាផៃលើ3ទៅអត់ផៃលើ3យើងមានន័យថា data របស់យើងស្មើផៃលើ3តែដោយសារវាស្ថិតនៅក្នុងកត្រង់ទី3ភាគយកត្រូវតែធំជាងភាគ3ម្លេចអញ្ចឹងពីផៃលើ3ទៅជា4ផៃលើ3អូខេយើងបាន4ផៃលើ3យើងទាញបាន data ស្មើ4ផៃលើ3អញ្ចឹងដូចនេះអាគុយម៉ងរបស់យើង data ស្មើនឹង4ផៃលើ3បូក2ការផៃដែលការជារបស់ z អូខេយើងបន្តទៀតលំហាត់ចុងក្រោយ w ស្មើជាមួយដក 2e អញ្ចឹង r ស្មើជាមួយនឹង a ការ៉េបូក b ការ៉េដែល a ស្មើ0 b ស្មើដកឬ2យើងកណនីលេខមកយើងបាន2អូខេយើងរក r ឃើញយើងទៅរកកុសហើយនឹងកុសហើយនឹងរក sin កុសស្មើនឹង a លើ a យើង0 a យើងគឺ2យើងស្មើ0ហើយ sin នេះស្មើ b លើ a b យើងគឺដក2 a យើងគឺ2អញ្ចឹងដក2លើ2យើងបានដក1អូខេអញ្ចឹងកុសស្មើ0 sin នេះស្មើដក1យើងមកមើលកត្រង់របស់យើងកុសវិជ្ជមានកុសវិជ្ជមាន sin នេះអវិជ្ជមានអញ្ចឹងវាចូលកត្រង់ទី4អូខេអញ្ចឹងយើងមើលថាតើកុសនៃម៉ានមិនស្មើ0អញ្ចឹងអានេះជាតម្លៃកុសអញ្ចឹងតម្លៃ0គឺនៅទីនេះអានេះជាតម្លៃ sin អញ្ចឹងតម្លៃ sin គឺបែបនេះគឺកន្លែងនេះ1កន្លែងនេះដក1អូខេកន្លែងនេះដក1កន្លែងនេះ1កន្លែងនេះ1កន្លែងនេះដក1អញ្ចឹងដោយសារតែកុស0ហើយ sin នេះស្មើដក1អញ្ចឹងនៅទីតាំងតំបន់នេះ sin នេះគឺយើងស្មើដក1អញ្ចឹង sin នេះដក1គឺមានន័យថា data របស់យើងគឺ3ផៃលើ2ដោយសារវាកន្លែងនេះពិសេសតម្លៃរបស់វាគឺដក1 sin នេះស្មើនឹងដក1អញ្ចឹងដក1នៅតំបន់នេះបូក1គឺនៅទីនេះប៉ុន្តែបើសិនជាកុសស្មើ1នៅទីនេះវិញហើយកុសស្មើដក1គឺនៅទីនេះវិញអូខេកន្លែងនេះគឺតម្លៃ sin នេះស្មើនឹងដក1គឺដក1នៅចំទីនេះហ្មងអញ្ចឹងស្មើនឹង3ផៃលើ2តម្លៃ sin ស្មើនឹងដក1អូខេអញ្ចឹងវាចូលនឹងមុំពិសេសហើយ3ផៃលើឲ្យ2អញ្ចឹងដូចនេះអាគុយម៉ង data ស្មើនឹង3ផៃលើ2បូកឲ្យ2ការផៃដែលការជារបស់ z អូខេថ្ងៃហ្នឹងគឺយើងមាន4លំហាត់ហ្នឹងទេបើសិនជាបងប្អូនមានសំណួរអាចសួរនៅខាងក្រោមវីដេអូបានជួបគ្នានៅវីដេអូក្រោយអរគុណអ្នកទាំងអស់គ្នា